បាទបងប្អូននៃថ្ងៃនេះខ្ញុំមកឃើញក្នុងសង្គមខ្មែរយើងមានការពិវាទគ្នាដែលកំពុងតែមានភាពបឹកបោរមានការឈ្លានពានពីបរទេសមកដែលមិនឈប់ឈរជាពិសេសសៀមដែលជាជំងឺដ៏រ៉ាំរ៉ៃរបស់ខ្មែរយើងតាំងពីដូនតាមកហើយយើងទៅមកសម័យនេះដែលកន្លងផុតជាង300-400 ឆ្នាំមកហើយដែលថៃវាចាប់ផ្ដើមគឺសៀមនេះចាប់ផ្ដើមរុករានមកលើទឹកដីខ្មែរជាបន្តទៀតតាំងពីឆ្នាំ2008មកហើយ2008នោះក៏បានស្ងាត់សាបរលាបផុតទៅអស់មួយសារទៅដោយសារវាចាញ់ក្តីនៅទីក្រុងឡាអេគឺការដណ្ដើមឈ្លានពានមកលើទឹកដីខ្មែរដល់មកចូលឆ្នាំ2025នេះគឺវាមានការឈ្លានពានជាបន្តទៀតហើយក៏បន្តរ៉ាំរ៉ៃចូលមកដល់ឆ្នាំ2026ក្នុងដល់ខែ6នេះទៀតនៅតែវាអត់ព្រមបកគលសិទ្ធនិងយល់ខុសពីទង្វើរបស់ខ្លួនដែលបានឈ្លានពានមកលើទឹកដីខ្មែរដូច្នេះហើយក៏ខ្ញុំក៏សូមអរគុណដល់បងប្អូនប្រជារាស្ត្រខ្មែរប្រជាពលរដ្ឋខ្មែរប្រជារាស្ត្រខ្មែរប្រជាជនខ្មែរទូទាំងប្រទេសទាំងក្នុងនិងក្រៅប្រទេសដែលបានសហការគ្នាពហិការនិងមិនចូលរួមនៅក្នុងការដោះដូរទំនិញជាមួយថៃគឺជាចៅសៀមនេះឯងក៏ខ្ញុំសូមអរគុណជាអតិបរមាចំពោះបងប្អូនដែលមានការខិតខំនឹងយកសង្គ្រាមពាណិជ្ជកម្មរបស់ចៅសៀមនេះបានយ៉ាងហ្មត់ចត់ហើយក៏មានមួយចំនួនតូចដែរមានមួយក្រុមតូចដែរនៅតែឆ្លៀតឱកាសនឹងដើម្បីដណ្ដើមលៀបសក្ការៈផ្ទាល់ខ្លួនក្នុងដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសលោកបានលះបង់នៅទំនិញចៅសៀមនេះហើយក៏មានបុគ្គលមួយក្តាប់តូចថ្លើមធំហ៊ានប្រមាថចេស្តារបស់បេះដូងខ្មែរដែលខំពហិការលះបង់ទំនិញចៅសៀមទាំងអស់នោះបាទជាបន្តទៅទៀតនេះខ្ញុំក៏សូមអាននៅច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់ជាតិយើងដែរខ្ញុំបានអានចប់ពី3សារហើយតែនេះក៏ខ្ញុំចូលមកអានជាសារថ្មីដោយសារឃើញប្រទេសកម្ពុជាលើកយើងខាងមន្ត្រីគ្រប់ជាន់ថ្នាក់មួយចំនួនទូចសន្ទុះដែលមួយចំនួនធំមានការរៀបចំរចនាហេដ្ឋាសម្ព័ន្ធរបស់ប្រទេសយើងឲ្យមានដំណើរការទៅមុខហើយក៏មានការកែប្រែនៅការទម្លាប់ចាស់ដែលជាអាត្មានិយមរបបថ្មីតែដៀលគ្នាហើយក៏នាំគ្នាកសាងប្រទេសជាតិឡើងវិញខ្ញុំក៏សូមអរគុណផងដែរបាទអញ្ចឹងឆ្លៀតឱកាសនេះខ្ញុំក៏សូមចូលមកអាននៅច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជាយើងដែលជាច្បាប់កំពូលបាទចាប់ដើមជាមុនដំបូងខ្ញុំសូមអាននៅពុព្វកថាសិនដើម្បីថាតើពុព្វកថានេះគឺជាដើមហេតុដែលលោកបណ្ឌិតទាំងឡាយលោកបានតាក់តែងរៀបចំនៅច្បាប់រដ្ឋធម្មនុញ្ញនេះដើម្បីឲ្យមានដំណើរការទៅមុខព្រោះកាលណាយើងអត់មានច្បាប់រដ្ឋធម្មនុញ្ញជាច្បាប់កម្ពុជារបស់ជាតិគឺប្រទេសនោះមិនអាចដើរទៅមុខបានទេ
អ្វីក៏ដោយយើងពឹងពាក់ទៅលើច្បាប់ដើម្បីការពារប្រទេសនិងកសាងអនាគតរបស់ជាតិរបស់ខ្លួនបាទយើងប្រជារាស្ត្រខ្មែរដែលធ្លាប់មានអរិយធម៌ឧត្តមឧត្តមប្រទេសជាតិស្ដុកស្ដំធំទូលាយថ្កុំថ្កើងរុងរឿងកិត្យានុភាពខ្ពង់ខ្ពស់ភ្លឺចែងចាំងដូចពេជ្រប៉ុនរាយបានធ្លាក់ខ្លួនដល់សែនរន្ធត់ក្នុងអំឡុងពីទសវត្សរ៍ចុងក្រោយនេះឆ្លងកាត់ទុកសោកវិនិច្ឆ័យអន្តរាយទ្រុឌទ្រោមអន់ថយមហាសោកស្ដាយបានភ្ញាក់រលឹកក្រោកឈរឡើងចងបាច់ឆន្ទៈមុះមុតបដូរផ្ដាច់រួបរวมគ្នាពង្រឹងឯកភាពជាតិរក្សាការពារទឹកដីកម្ពុជាអធិបតេយ្យថ្លៃថ្លានិងអរិយធម៌ដ៏បវរកសាងប្រទេសជាតិឲ្យទៅជាកោះសន្តិភាពឡើងវិញផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបកធានាសិទ្ធិមនុស្សគោរពច្បាប់ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឲ្យបានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងជានិច្ចនិរន្តរ៍ក្នុងឆន្ទៈមុខមុតនេះយើងសរសេរចារឹកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដូចតទៅជំពូកទី1អំពីអធិបតេយ្យមាត្រា1ប្រទេសកម្ពុជាជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនិងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបកព្រះរាជាណាចក្រកម្ពុជាជារដ្ឋឯករាជ្យអធិបតេយ្យសន្តិភាពអព្យាក្រឹតអចិន្ត្រៃយ៍មិនចូលបសម្ព័ន្ធមាត្រា2បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត1 លើ 100,000 ធ្វើនៅចន្លោះឆ្នាំ1933ដល់ឆ្នាំ1953ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ1963ដល់1969បាទនេះជាមរតកបូរណភាពទឹកដីនៃព្រះរាជាណាចក្រខ្មែរយើងក្នុងឆ្នាំ1933ដល់1953ដែលបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងឆ្នាំ1963ដល់ឆ្នាំ1969បាទមាត្រា3ព្រះរាជាណាចក្រកម្ពុជាជារដ្ឋដែលមិនអាចបំបែកបានមាត្រា4បើវចនានៃព្រះរាជាណាចក្រកម្ពុជាគឺជាតិសាសនាព្រះមហាក្សត្រមាត្រា5ភាសានិងអក្សរដែលយើងប្រើជាផ្លូវការគឺភាសានិងអក្សរខ្មែរមាត្រា6ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជាទង់ជាតិភ្លេងជាតិនិងសញ្ញាជាតិមានកំណត់នៅក្នុងឧបសម្ព័ន្ធ1 2និង3បាទចឹងបានន័យថាយើងមានច្បាប់ច្បាស់លាស់ហើយក៏មានការកំណត់ព្រំដែននិងជាការទទួលខុសត្រូវនិងទទួលស្គាល់ដោយអន្តរជាតិផងដែរដូច្នេះបងប្អូនយើងធ្វើអ្វីត្រូវគិតពិចារណាបាទសូមអរគុណ